Tuesday ទាំងអស់គ្នា Konnichiwa minasan ថ្ងៃនេះSensei នឹងបង្រៀនអំពីពាក្យនៅក្នុងមេរៀនទី11ចឹងយើងចាប់ផ្ដើមពាក្យទី1គឺពាក្យ imas ចឹង imas នៅទីនេះប្រែថាមានឧទាហរណ៍ Kodomo ga imas កន្លែងសញ្ញាទឹកកន្លងនេះគឺជំនួសដោយពាក្យ imas Kodomo ga imas មានន័យថាមានក្មេងឬក៏មានកូនចឹងនៅទីនេះដែរ Sensei ចង់ណែនាំពាក្យមួយទៀតដែលជាពាក្យគួររបស់ imas ហ្នឹងពាក្យហ្នឹងគឺ arimas អញ្ចឹងកន្លែងនេះយើងចង់និយាយថាមានវត្ថុអ្វីមួយយើងអត់ប្រើ imas ទេគឺយើងប្រើ arimas ga arimas ទំនងវាហ្នឹងគឺ ga arimas ខាងមុខ ga arimas ហ្នឹងគឺយើងដាក់នាមដែលសម្គាល់វត្ថុក្រៅពីមនុស្សហើយនឹងសត្វចឹងទំនងហ្នឹងគឺ mono បូក ga arimas ប្រែថាមានរបស់អីមួយ ga គឺជា particle ហើយពាក្យ arimas បានប្រែថាមានវាជាកិរិយាសព្ទប្រែថាមានចឹងកុំច្រឡំថា ga arimas ប្រែថាមាន ga គឺជា particle ហើយ arimas ប្រែថាមានព្រោះនៅក្នុងភាសាអីក៏ដោយគឺយើងត្រូវមានប្រធានហើយជាមួយនឹងកិរិយាសព្ទហើយសម្រាប់ភាសាជប៉ុន ga ដើរតួជា particle ដើម្បីសម្គាល់ថាខាងមុខវាគឺជាប្រធានហើយខាងក្រោយវាគឺជាកិរិយាសព្ទចឹងត្រឡប់មកវិញដើម្បីនិយាយថាមានរបស់ស្អីមួយយើងប្រើទម្រង់ ga arimas ប៉ុន្តែបើមានមនុស្សឬក៏មានសត្វយើងប្រើទម្រង់ ga imas កិរិយាសព្ទ imas ប្រែថាមានចឹងបន្តទៀត imas ក៏មានអត្ថន័យមួយទៀតដែរបើសិនបើយើងនិយាយថា nihon ni imas ចឹងកន្លែងចំណុចដាក់ imas មក nihon ni imas ប្រែថានៅពេលដែល imas ប្រើជាមួយនឹងទីកន្លែង imas បកថានៅ to stay or to be ប្រែថានៅចឹង nihon ni imas មានន័យថានៅប្រទេសជប៉ុនចឹង particle ដែលដាក់នៅពីខាងមុខទីកន្លែងគឺយើងប្រើ particle នេះចឹងយើងត្រូវសង្កេតកន្លែងហ្នឹងដែរការប្រើប្រាស់ particle គឺខុសគ្នាទៅតាមលក្ខខណ្ឌនីមួយៗដូចខាងលើចឹងយើងប្រើ particle ga ខាងក្រោមយើងប្រើ particle នេះចឹងកន្លែងហ្នឹងក៏យើងត្រូវកន្លែងដែលយើងត្រូវចងចាំដែរបន្ទាប់ទៀតយើងមានពាក្យ kakarimas អត្ថន័យវាមានពីរមួយtake time ក៏ cost money មានន័យថាចំណាយលុយក៏ចំណាយពេលពាក្យបន្ទាប់គឺពាក្យ yasumimas មានន័យថាឈប់សម្រាកឧទាហរណ៍ kaisha o yasumimas ប្រែថាឈប់សម្រាកពីការងារឈប់សម្រាកពីការងារនេះមិនមែនមានន័យថាលាឈប់ពីការងារទេគឺវាជាថ្ងៃ day off យើងដាក់ពាក្យសុំច្បាប់ឈប់មួយថ្ងៃពីរថ្ងៃអញ្ចឹងទៅអញ្ចឹងយើងនិយាយថា kaisha o yasumimas ឈប់សម្រាកក្រុមហ៊ុនពីកន្លែងធ្វើការតទៅទៀតយើងមានពាក្យមួយចំនួនដែលយើងប្រើនៅពេលដែលយើងរាប់របស់ use when counting things អញ្ចឹង set សម្រាប់រាប់របស់ពាក្យទាំងអស់នេះគឺទម្រង់វាគឺสึពី1ដល់10 Sensei ហៅវាថាពួក set สึឬក៏ទម្រង់បែបสึយើងរាប់បែបสึអញ្ចឹងបើយើងរាប់មកទៅគឺទី1ចំនួន1គឺ hitotsu ចំនួន2 futatsu mitsu ចំនួន3 yotsu ចំនួន4 itsutsu ចំនួន5 mutsu ចំនួន6 nanatsu ចំនួន7 yatsu ចំនួន8 kokonotsu ចំនួន9 toho ចំនួន10 ikutsu how many ចឹងនៅពេលដែលយើងចង់ចោទសួរជាសំណួរគឺយើងប្រើទម្រង់ ikutsu how many ចំនួនប្រមាណចឹងទម្រង់ สึនេះពី1ដល់10នៅពេលដែលយើងសួរ ikutsu ក៏យើងត្រូវឆ្លើយទម្រង់ สึដែរអូខេ
จะสุดท้ายปี11ឡើងទៅតែយើងនិយាយថាយ៉ាងម៉េចពី11ឡើងទៅគឺយើងនិយាយធម្មតាមានន័យថាយើងនិយាយលេខធម្មតាគឺឧទាហរណ៍11ชื่ออิชิ12ชื่อនិ13ชื่อសានធម្មតាអញ្ចឹងអត់មានប្រសិទ្ធទៀតទេអញ្ចឹងសិទ្ធពិសេសតែពី1ដល់10ទេហើយ10នេះក៏មិនសិទ្ធដែរមែនតើគឺយើងហៅថាធោ10គ្រាន់តែវាជាការហៅមិនធម្មតាបើធម្មតាយើងរាប់លេខ1 2 3ពេលដែលយើងនិយាយលេខ10គឺ10ដល់ពេលកន្លែងនេះគឺធោចឹងយើងតទៅមុខទៀតសម្រាប់ពាក្យរាប់មនុស្ស1នាក់ hitori 2នាក់ futari ចាប់ពី3នាក់ឡើងទៅយើងប្រើຂະຫນາດគេហៅថា nin នឹងសញ្ញាត្រែនេះគឺសម្រាប់យើងដាក់ចំនួនមនុស្សចាប់ពីលេខ3ឡើងទៅពិសេសពីលេខ1គឺ hitori futari ចាប់ពីលេខ1លេខ2គឺយើងប្រើ nin កន្លែងហ្នឹងយើងត្រូវចងចាំដែរការរាប់ចំនួនជាភាសាជប៉ុនមានលក្ខណៈស្មុគស្មាញបន្តិចទៅតាមຂະຫນາດរបស់វាហ្នឹងអញ្ចឹងយើងត្រូវចាំវាមួយតិចទៀតទៅSensei នឹងបង្ហាញនៅវីដេអូក្រោយផ្សេងទៀតតើតើជាមួយនឹងការរាប់ຂະຫນាតអាស្រ័យទៅលើប្រភេទនីមួយហ្នឹងអញ្ចឹងបន្តទៀតយើងមើលពីសម្គាល់ຂະຫນាតដែរពាក្យនេះគឺយើងអានថាដៃហ្នឹងប្រើសម្រាប់រាប់ឧទាហរណ៍ដូចជាគឺម៉ាស៊ីនឡានទូរស័ព្ទអញ្ចឹងទៅតបទៀតຂະຫນាតនេះយើងអានថាម៉ៃនេះប្រើសម្រាប់រាប់กระดาษរាប់តែមឬក៏រាប់របស់ផ្សេងដូចជាអាវCD ឬក៏សំសបុតអីហ្នឹងនិយាយជារួមគឺសម្រាប់រាប់អ្វីដែលស្ដាងម៉ៃហ្នឹងរបស់ដែលស្ដាងគឺយើងប្រើម៉ៃបើយើងបកឲ្យស្រួលស្ដាប់គឺម៉ៃហ្នឹងគឺសន្លឹកតមកទៀតយើងមានຂະຫນាតខៃហ្នឹងគឺសម្រាប់រាប់ចំនួនដង1ដង2ដង3ដង4ដងអញ្ចឹងទៅបន្ទាប់មកយើងមានពាក្យ lingo នេះប្រែថាផ្លែប៉ោម mikan ប្រែថាក្រូចក្រហមឬក្រូចខ្វិចនៅ Sensei បង្ហាញរូប mikan នឹងរូបយ៉ាងម៉េចនេះជារូបមីកាន់ក្រហមខូចហ្នឹងនៅជប៉ុនគឺសបោដូចយើងនៅខ្មែរសបោមានស្មៅពេញផ្ទះអញ្ចឹងនៅជប៉ុនក៏សបោដូចគ្នាចំពោះផ្លែឈើមីកាន់ហ្នឹងបន្ទាប់មកយើងមានពាក្យ sandwich ប្រែថា sandwich curry rice គឺបាយមួយការី ice cream គឺការ៉េមយើងហៅថា ice cream នេះ curry rice sandwich អញ្ចឹង Sensei ក៏មានវីដេអូតាក់ទងជាមួយនឹងការបង្ហាញអំពីម្ហូបមួយចំនួនរបស់ប្រទេសជប៉ុនអញ្ចឹងSensei នឹងដាក់ link នៅខាងក្រោមវីដេអូហ្នឹងចាំចុច link ទៅដើម្បីចូលទៅមើលវីដេអូដែលតាក់ទងជាមួយនឹងម្ហូបអាហាររបស់ប្រទេសជប៉ុនមួយចំនួនដែលយើងអាសាជួបប្រទេសអញ្ចឹងយើងបន្តទៅពាក្យខាងក្រោមគឺពាក្យ kite ហ្នឹងគឺតែមប្រៃសណីពេលដែលយើងចង់ផ្ញើអីវ៉ាន់ចង់ផ្ញើអីហ្នឹងគឺយើងត្រូវបិទតែមហ្នឹង kite យើងមានពាក្យ hagaki
ប្រែថា postcard ហើយភាសាខ្មែរយើងគឺបានប្រៃសណី photo ស្រោមសម្បត្តិ Ryoshin គឺឪពុកម្ដាយពាក្យខាងក្រោមគឺខ្ជោដៃប្រែថាបងប្អូនប្រុសបងប្អូនស្រីឬក៏យើងប្រែម្ដងមួយយ៉ាងទៀតគឺបងប្អូនបង្កើតអញ្ចឹង Sensei សូមដក clear បញ្យល់កន្លែងនេះបន្តិចមូលហេតុអីបាន Sensei highlight កាន់ជីនេះកាន់ជីដែល Sensei highlight Sensei ចង់មានន័យថាគឺជាកាន់ជីដែលយើងត្រូវចងចាំអញ្ចឹងនៅពេលដែលយើងរៀនភាសាជប៉ុនចុងក្រោយហ្នឹងគឺយើងត្រូវចាំកាន់ជីព្រោះថានៅក្នុងឃ្លាប្រយោគមួយរបស់ភាសាជប៉ុនមានទាំងកតាកាណាហិរាកាណាទាំងកាន់ជីគឺករណីខ្លះអាច3ហ្នឹងសេពចូលគ្នាហើយករណីភាគច្រើនហ្នឹងគឺលាយជាមួយនឹងកាន់ជីហិរាកាណានៅក្នុងប្រយោគក្នុងអត្ថបទអញ្ចឹងចង់យើងត្រូវចេះកាន់ជីអញ្ចឹង Sensei highlight កន្លែងនេះដើម្បីឲ្យគ្នាយើងទៅមើលកាន់ជីហ្នឹងហើយចងចាំវាថាក្នុងមេរៀនហ្នឹងគេចង់ឲ្យយើងចេះកាន់ជីហ្នឹងបន្តមកទៀតយើងមានពាក្យអានិប្រែថាបងប្អូន sorry សុំទោសអានិនេះបកថាបងប្រុសហ្នឹងហើយហើយបងប្រុសនេះគឺសំដៅទៅលើបងប្រុសខាងគ្រួសារយើងតបមកយើងមានពាក្យអូនីសានគឺបងប្រុសដែរតែបងប្រុសនេះគឺបងប្រុសអ្នកដទៃអញ្ចឹងនៅក្នុងភាសាជប៉ុន Sensei សូមបញ្យល់តិចគឺការហៅបងប្រុសបងស្រីបងប្រុសបងស្រីហ្នឹងគឺជាបែងចែកជាពីរមួយខាងជាគ្រួសារយើងខាងយើងខាងទៀតសំដៅទៅមនុស្សរបស់គ្រួសារអ្នកផ្សេងមិនមែនជាខាងបងប្អូនសាច់ញាតិយើងតែគេបែងចែកពាក្យជាពីរសម្រាប់ខាងយើងប្រើពាក្យធម្មតាទំនងធម្មតាអានិតែបើសម្រាប់បងប្អូនខាងសាច់អ្នកដទៃគឺយើងប្រើពាក្យរៀង respect បន្តិចគឺយើងប្រើពាក្យអូនីសានយើងមានភ្ជាប់ពាក្យបន្ថែមខាងមុខនេះអូដែលសម្រាប់សម្គាល់ថាជាពាក្យដែលគួរសមពាក្យផលឡាយហើយក៏មានបន្ថែមកតុយសានពីខាងក្រោយដែរពាក្យសាននេះគឺសម្រាប់សម្គាល់ភាសាគួរសមភាសាផលឡាយនេះគ្នាអាណែប្រែថាបងស្រីខាងយើងសម្រាប់បងស្រីខាងអ្នកដទៃយើងប្រើពាក្យអូនេសានអញ្ចឹងសម្រាប់អ្នកដទៃយើងត្រូវប្រើពាក្យដែល respect ពាក្យដែលគោរពអ្នកដទៃប៉ុន្តែសម្រាប់ខាងយើងប្រើសាមញ្ញធម្មតាអញ្ចឹងនេះជាវប្បធម៌របស់ជប៉ុនមួយដែរគឺខាងខ្លួនឯងគេរៀងដាក់ខ្លួនប៉ុន្តែគេគោរពអ្នកដទៃអញ្ចឹងនៅក្នុងពាក្យគេប្រើបន្ថែមពាក្យខាងមុខឬក៏អក្សរនៅពីខាងមុខដើម្បីសម្គាល់ពីភាពសមរម្យភាពគោរពហ្នឹងឬក៏ពេលខ្លះគេថែមកតុយសានពីខាងក្រោយក៏ពេលខ្លះគេអាចដាក់ជាមួយគ្នាទាំងអស់ហ្នឹងសម្រាប់គោរពនរណាម្នាក់ហើយការគោរពនោះមិនមែនគោរពផ្នែកខាងយើងទេគឺគោរពផ្នែកខាងដៃគូរបស់យើងអ្នកដទៃបើតេតើជាមួយនឹងក្រុមហ៊ុនវិញគឺបន្ទាបក្រុមហ៊ុនខ្លួនឯងតែគោរពក្រុមហ៊ុនអ្នកដទៃយើងមើលពាក្យបន្តទៀតគឺអូតូនេះគឺប្អូនប្រុសខាងយើងអូតូសានថែមពាក្យសានគឺប្អូនប្រុសខាងអ្នកដទៃអ៊ីម៉ូតូប្អូនស្រីអ៊ីម៉ូតូសានប្អូនស្រីខាងអ្នកដទៃតមកយើងមានពាក្យហ្គៃខូគឺប្រែថាប្រទេសខាងក្រៅបរទេសឬ学生សិស្សបរទេសសិស្សដែលទៅរៀននៅប្រទេសក្រៅឧទាហរណ៍ថាយើងជាប់បួកទៅរៀននៅជប៉ុនទៅរៀននៅចិននេះអញ្ចឹងនៅពេលដែលយើងទៅដល់ប្រទេសចិនឬក៏ជប៉ុនហ្នឹងគេហៅយើងថាជាសិស្សបរទេសហើយតែបើមានអ្នកមករៀនខ្មែរវិញយើងជួបគាត់គឺយើងសំដៅគាត់ជាសិស្សបរទេសវិញតែជនជាតិផ្សេងអញ្ចឹងជាភាសាជប៉ុនយើងអានថាវិយ学生តមកយើងមានពាក្យ class ហ្នឹងប្រែថាថ្នាក់រៀនតមកយើងមានពាក្យ jikan ប្រែថាម៉ោង shukan សប្តាហ៍ kagetsu
ខែណែនឆ្នាំអញ្ចឹងពាក្យ4នេះនៅពីខាងមុខវាយើងអាចជំនួសដោយលេខពេលដែលយើងដាក់លេខទៅយើងនឹងអាចរាប់ម៉ោងរាប់សប្តាហ៍រាប់ខែរាប់ឆ្នាំបានហើយមួយឆ្នាំពីរឆ្នាំសប្តាហ៍ពីរសប្តាហ៍មួយម៉ោងពីរម៉ោងអញ្ចឹងទៅអញ្ចឹងពាក្យ4នេះសម្គាល់ຂະຫນាតបន្ទាប់មកយើងមានពាក្យ gyrai បកថាប្រហែលឧទាហរណ៍ថាមានប្រហែល4នាក់ Yonin gyrai មានប្រហែល3ផ្លែក្រូចមីកានមិញមានប្រហែល3ផ្លែ Mitsu gyrai យើងប្រើទៅមកសឹកសម្រាប់រាប់ក្រូចឬក៏ផ្លែប៉ោមតោះមកយើងមានពាក្យ dono gyrai នៅពេលដែលយើងចង់ចោទសួរយើងប្រើពាក្យ dono gyrai ប្រែថា how long ថាចំណាយពេលប៉ុន្មានអញ្ចឹងកន្លែងដែលយើងសង្កេត gyrai កន្លែងនេះអត់មានតែនទេប៉ុន្តែពាក្យ gyrai គឺមានតែនវាខុសគ្នាបន្តិចសូមចំណាំកន្លែងហ្នឹងតោះមកយើងមានពាក្យ zembude គឺ in total សរុប zembude in total សរុប minna ហ្នឹងគឺអ្នករាល់គ្នាប្រែថាអ្នករាល់គ្នាឬក៏អ្នកគ្រប់គ្នាអ្នកទាំងអស់គ្នា nani dake សញ្ញាទឹកឥឡូវនេះយើងមានយើងជាភាសាជប៉ុនយើងអាចនិយាយថា nani ហ្នឹងយើងមានន័យថាយើងជំនួសដោយស្អីមួយអញ្ចឹងទៅហើយបូកជាមួយនឹង dake កន្លែងនេះមានន័យថាត្រឹមតែឬក៏ប៉ុណ្ណោះ slide បន្ទាប់យើងមានពាក្យចេញមកពី Rensushi ហ្នឹងនៅក្នុងសៀវភៅរបស់យើងមាន Renshu 3 Renshu A B C អញ្ចឹងចេញពីអនុវត្ត C ជាងក្នុងហ្នឹងគេលើកពាក្យដែលយើងគួរយល់ដឹងគួរចេះគឺពាក្យ Kashiko marimashita ប្រែថា certainly Sir Madam នេះប្រកាសណាស់ឬក៏ខ្ញុំយល់ហើយអាចប្រែមួយទៀតថា understood ក៏បានដែរប្រែថាខ្ញុំយល់ហើយអញ្ចឹងពាក្យ Kashiko marimashita ហ្នឹងសួរថាតើគេប្រើពេលណាពាក្យ Kashiko marimashita ហ្នឹងគឺយើងបកថាយល់ហើយឬក៏ប្រកាសណាស់ក្នុងភាសាខ្មែរហើយពាក្យហ្នឹងគេប្រើនៅពេលយើងចង់មានន័យថាម៉េចអ្នកបម្រើក៏ក្នុងហាងអ្នកធ្វើការនៅក្នុងហាងហ្នឹងគឺគាត់ឆ្លើយតបទៅភ្ញៀវនៅពេលដែលភ្ញៀវកំងហូបកំងរបស់អីមួយហើយគាត់យល់នៅអ្វីដែលភ្ញៀវកំងយល់នៅអ្វីដែលភ្ញៀវត្រូវការសំណើភ្ញៀវហ្នឹងគឺគាត់ឆ្លើយតបទៅវិញ Kashiko marimashita ឧទាហរណ៍គេកំងម៉នុយ1 2 3អញ្ចឹងទៅចុងក្រោយគាត់ repeat ម៉នុយនឹងឡើងវិញទៅហើយគាត់និយាយ Kashiko marimashita មានន័យថាគាត់បានយល់ហើយអ្វីដែលគាត់អ្វីដែលភ្ញៀវកំងហ្នឹងគឺក៏ពេលខ្លះគេប្រើនៅក្នុងនៃ business នៃជំនួញនៃអីហ្នឹងនិយាយប្រាប់ដៃគូថាយើងបានយល់ហើយនៅអ្វីដែលដៃគូឬក៏ហ្នឹងហើយក្រុមហ៊ុនមកខាងទៀតគេនិយាយមកយើងពេលខ្លះគឺយើងប្រើមួយទៀតគឺនៅពេលយើងមានការសន្ទនាបែបផ្លូវការគឺយើងប្រើពាក្យ Kashiko marimashita ដែលសំដៅថាយើងបានយល់ហើយនៅអ្វីដែលដៃគូយើងបាននិយាយហ្នឹងតទៅមកទៀតយើងមានពាក្យនៅក្នុងអត្ថបទសន្ទនាអញ្ចឹងសភៅយើងមកក្បាលហ្នឹងក៏វាមានផ្នែកសន្ទនាដែរអញ្ចឹងពាក្យដែលគេស្រង់មកហ្នឹងគឺ clear នេះគឺយើងអានថា e otenki desu ne អាកាសធាតុគឺល្អមិនអញ្ចឹងឬ e ល្អអូហ្នឹងគឺពាក្យអក្សរនៅយើងដាក់នៅពីខាងមុខពាក្យដើម្បីសម្គាល់ភាព polar របស់ពាក្យឬក៏ clear ខ្លួនដែលយើងនិយាយហ្នឹងយើងចង់ឲ្យ clear ខ្លួនយើងកាន់តែស្ដាប់មើលទៅវាគួរសមវាសមរម្យគឺយើងប្រើអុកយើងអត់ប្រើអុកក៏បានដែរប៉ុន្តែបើយើងប្រើអុក clear របស់យើងហ្នឹងកាន់តែស្ដាប់មើលទៅសមរម្យអញ្ចឹងយើងបកថាអាកាសធាតុគឺល្អមិនអញ្ចឹងឬណែហ្នឹងគឺមិនអញ្ចឹងឬ des ហ្នឹងគឺជាអញ្
ចឹងអាកាសធាតុគឺល្អមិនអញ្ចឹងឬ clear បន្ទាប់គឺ odekake desu ka odekake desu ka odekake desu ka ប្រែថាតើអ្នកចេញទៅក្រៅមែនអានេះជាទម្រង់ផុលឡាយឬទម្រង់គួរសមបើទម្រង់ធម្មតាយើងគ្រាន់តែសួរថា dekakemasu ka តើអ្នកចេញទៅក្រៅមែនការបកប្រែដូចគ្នាគ្រាន់តែមួយទម្រង់សាមញ្ញធម្មតាអត់ឆ្លើយហើយក៏អត់បន្ថែមភាពគួរសមឯក្នុងធម្មតាបើយើងចង់និយាយរៀងទុនភ្លុនគួរសមបន្តិចគឺ odekake desu ka តមកយើងមានពាក្យចុតតណានីណានីម៉ាដេចុតតណានីណានីម៉ាដេណានីណានីហ្នឹងយើងចំនួនឲ្យទីកន្លែងនេះមានន័យថាខ្ញុំទៅត្រឹមកន្លែងនេះមួយផ្លែតខ្ញុំទៅត្រឹមកន្លែងនេះមួយផ្លែតពាក្យថាចុតតអត្ថន័យវាបើបញ្ជាក់ពីពេលវេលាមានន័យថាមួយផ្លែត short while ប៉ុន្តែបើបញ្ជាក់អំពីបរិមាណមានន័យថាបន្តិចបន្តួចឧទាហរណ៍ដាក់ស្ករបន្តិចចុតតសាតូឌីរេម៉ាស់ប៉ុន្តែបើតើតើជាមួយនឹងពេលវេលាគឺយើងប្រែថាមួយផ្លែតអញ្ចឹងអត្ថន័យវាមាន2នៅកន្លែងនេះclear បន្ទាប់យើងមាន clear iterashai ពាក្យថា iterashai គឺ see you later ឬក៏ន័យត្រង់វាគឺ please go and come back សូមទៅហើយត្រឡប់មកវិញដោយសុខសុវត្ថិភាពអញ្ចឹងបើកូនយើងចេញទៅរៀនកូនយើងចេញទៅសាលាយើងជាម្ដាយឬក៏ឪពុកយើងនិយាយទៅកាន់កូន iterashai យើងនៅផ្ទះកូនយើងចេញទៅសាលាអញ្ចឹងមានន័យថាយើងប្រាប់ឲ្យគាត់សូមទៅសាលាហើយត្រឡប់មកវិញដោយសុខសុវត្ថិភាពឬក៏មើលថែខ្លួនឯងផងពេលទៅហើយមកវិញហើយជាកូនយើងត្រូវឆ្លើយតបទៅវិញគឺ itekimasu ហ្នឹងគឺជាអ្នកដែលចេញទៅកន្លែងណាមួយហើយគាត់នឹងត្រឡប់មកវិញអញ្ចឹងន័យត្រង់គឺខ្ញុំនឹងទៅហើយត្រឡប់មកវិញដោយសុវត្ថិភាពឬក៏ខ្ញុំនឹងថែរក្សាខ្លួនឯងពេលទៅហើយមកវិញខ្ញុំនឹងមកវិញទេអូខេអញ្ចឹងអា clear ពីរនេះគឺនៅប្រទេសជប៉ុនគេតែងតែប្រើជាញឹកញាប់ជារាល់ថ្ងៃអ្នកដែលមានទម្លាប់កាន់តែល្អអញ្ចឹងទៅគឺគេប្រើជារាល់ថ្ងៃនៅពេលដែលក្រុមសមាជិកក្នុងក្រុមឬក៏សមាជិកក្នុងគ្រួសាររបស់គាត់ចេញទៅកន្លែងណាមួយហើយនឹងត្រឡប់មកវិញគាត់និយាយទៅកាន់អ្នកដែលចេញដំណើរហ្នឹងគឺ iterashai ហើយអ្នកដែលចេញដំណើរហើយអនាគតគាត់នឹងបកត្រឡប់មកកន្លែងហ្នឹងវិញគាត់នឹងឆ្លើយថា itekimasu ជាងកន្លែងហ្នឹងsensei នឹងឆ្លៀតពេលធ្វើជាវីដេអូមួយដើម្បីបញ្យល់ពី clear ទាំងពីរនឹងបន្ថែមទៀតចឹងកុំឲ្យវីដេអូយើងវែងពេកយើងមើលពាក្យបន្តទៀតមានពាក្យ funabin ហ្នឹងប្រែថាតាមសមុទ្រយើងផ្ញើបានតាមសមុទ្រតាមកប៉ាល់ឯហ្នឹងពាក្យថា funa ហ្នឹងវាមកពីពាក្យថា fune ហ្នឹងប្រែថាកប៉ាល់ហ្នឹងហើយអញ្ចឹង funabin ប្រែថាតាមកប៉ាល់អញ្ចឹងយើងផ្ញើបានសេវាកម្មយើងគឺតាមកប៉ាល់ពាក្យដែលជាគូរបស់វាហ្នឹងគឺ kokubin ឬក៏យើងហៅមួយយ៉ាងទៀតគឺ airmail គឺមានន័យថាខ្សែយន្តហោះគេថា koku ប្រែថា airway អាកាសចរ bin ហ្នឹងគឺខ្សែអញ្ចឹងkokubin មានន័យថាខ្សែតាមយន្តហោះឬក៏យើងហៅមួយយ៉ាងទៀត airmail នេះជាពាក្យកម្ចី air ហ្នឹងគឺ air នេះហើយ mail នេះមានពាក្យពីរ funabin រូបភាពមួយនេះ kokubin រូបភាពមួយនេះ DHL អញ្ចឹងយើងដឹកឲ្យបានតាមខ្សែយន្តហោះហើយពាក្យចុងក្រោយគឺយើងអាសាជួបដែរគឺ onegai shimasu ហ្នឹងពេលដែលយើងសុំសំណើទៅនឹងគេម្នាក់យើងសំណូមពរអ្វីមួយទៅនឹងគេម្នាក់គឺយើងសុំគេអីមួយគឺយើងនិយាយថា onegai shimasu បកទៅគឺ please នៅពាក្យខ្មែរយើងគឺសូមនឹងយើងចង់ឲ្យ request ឲ្យនឹងគេម្នាក់
ធ្វើអីមួយឲ្យយើងយើងប្រើពាក្យហ្នឹងហើយពាក្យបន្ថែមគឺពាក្យប្រទេសអូស្ត្រាលីជប៉ុនយើងអានថាអូស្ត្រាលីអូស្ត្រាលីអូស្ត្រាលីប្រទេសអូស្ត្រាលីអូខេចឹងពាក្យក្នុងមេរៀនទី11យើងមានហ្នឹងចឹងសិនសេបន្ថែមពីពាក្យនៅក្នុងមេរៀនទី11នេះដែរមុនហ្នឹងយើងឃើញពាក្យខូគឺហ្នឹងប្រែថា airway ហើយយើងមានពាក្យមួយទៀតដែលស្តីហ្នឹងគឺគោនៅបច្ចាស់គ្នាមួយខូគឺមួយគឺគោ airport អាកាសយានដ្ឋាននេះអាកាសចរមានន័យថាតាមផ្លូវអាកាស airport អាកាសយានដ្ឋានក៏ពលានយន្តហោះចឹងពាក្យពីរហ្នឹងយើងអានទៅបច្ចាស់គ្នាប៉ុន្តែកាន់ជាវានេះខុសគ្នាកាន់ជាដែលរួមហ្នឹងកាន់ជាគឺហ្នឹងគឺអាកាសយើងបកថាអាកាសហើយខូកន្លែងនេះគឺយើងបកថាផែអត្ថន័យនៃកាន់ជាហ្នឹងផែហើយបើខូមួយនេះมันសូវជាមានគេប្រើទេកាន់ជាខូមួយនេះច្រើនតែប្រើជាមួយនឹងន័យតាក់ទងជាមួយនឹងអាកាសចរឬក៏អ្នកបើកបរយន្តហោះអីចឹងទៅនឹងឃើញមានពាក្យហ្នឹងពាក្យកាន់ជាខនេះបើជាធម្មតាពាក្យផ្សេងដែលកាន់ជានឹងទៅផ្សំជាមួយទៀតដូចកម្រជាមានចឹងយើងចាំពាក្យពីរហ្នឹងបន្ថែមទៀតដោយសារតែភាពតាក់ទាញរបស់វាហ្នឹងគឺវាបច្ច្រាស់គ្នាហើយអត្ថន័យវាស្តៀងគ្នាតែកាន់ជាវាគឺខុសគ្នាមួយយើងអានថាខូគឺ airway គឺគោ airport ចឹងសិនសេចង់បន្ថែមប៉ុណ្ណឹងចឹងវីដេអូតាក់ទងជាមួយនឹងពាក្យមេរៀនទី11យើងសូមចប់ប៉ុណ្ណឹងស្កាវេសម៉ាដេសតទៅពីពាក្យយើងមានដូចជាវេយ្យាករណ៍យើងត្រូវរៀនវេយ្យាករណ៍ជាធម្មតាបន្ទាប់ពីយើងរៀនពាក្យយើងត្រូវរៀនវេយ្យាករណ៍ចឹងវេយ្យាករណ៍ចាំសិនសេធ្វើនៅវីដេអូក្រោយទៀតមកវីដេអូយើងវែងពេកចឹងប៉ុណ្្នឹងសិនありがとうございます。お疲れ様です。